បាទសួស្តីសម្រាប់ការមកកាន់មេរៀនទី1នៃកម្មវិធី Canva បាទសម្រាប់មេរៀនទី1នៃកម្មវិធី Canva នេះគឺយើងនឹងសិក្សាតាក់ទងជាមួយនឹងកម្មវិធី Canva ណែនាំចំណុចមួយចំនួនអំពីកម្មវិធី Canva ដែលយើងដឹងថាតើកម្មវិធី Canva គេប្រើសម្រាប់ធ្វើអីកម្មវិធី Canva គឺជាកម្មវិធីមួយដែលយើងប្រើសម្រាប់ណាការងារ design ហើយកម្មវិធីហ្នឹងគឺយើងអាចប្រើវានៅលើ computer ក៏បានតាមរយៈ online នៅលើ website របស់ Canva ក៏បាននៅក្នុងកម្មវិធីទូរស័ព្ទដៃក៏បានយើងអាចប្រើកម្មវិធីហ្នឹងដើម្បីបង្កើតរូបភាពណាសម្រាប់ធ្វើបណ្ដាញសម្រាប់ហោះនៅលើបណ្ដាញសង្គមដូចជា Facebook Instagram YouTube TikTok ឬក៏បណ្ដាញសង្គមផ្សេងៗទៀតយើងអាចប្រើវាដើម្បីបង្កើតប័ណ្ណផ្សព្វផ្សាយស្លាកយីហោនាមប័ណ្ណឬក៏រូបភាពផ្សព្វផ្សាយផ្សេងៗក៏ដូចជាអាចបង្កើតជា slide presentation ឬបង្កើតជាឯកសារ PDF ធ្វើ CV ណាដែលយើងហៅថាប្រវត្តិរូបសង្ខេបណានិងធ្វើជាឯកសារផ្សេងៗផងដែរជាមួយគ្នានឹងដែរ Canva ក៏អាចណាធ្វើការកែប្រែវីដេអូបង្កើតវីដេអូជាលក្ខណៈមូលដ្ឋានហ្នឹងមានន័យថាវាអត់ខ្លាំងដូចការប្រើកម្មវិធីកាត់តវីដេអូធំដែលគេមានtool ច្រើនដើម្បីធ្វើទេអញ្ចឹងមូលដ្ឋានធម្មតាសាមញ្ញអាចប្រើជាមួយនឹង Canva បានហើយ Canva ក៏អាចមានសមត្ថភាពក្នុងការបញ្ចូលនិងកែប្រែរូបភាពវីដេអូឬធ្វើការរចនាតាមតម្រូវចិត្តរបស់យើងបានដែរទាំងអស់ហ្នឹងសុទ្ធតែជាការប្រើប្រាស់របស់ Canva ហើយអញ្ចឹងយើងមើលតាក់ទងជាមួយនឹងថាឥឡូវយើងរៀន Canva ទៅអីមិនបានយើងមិនរៀន Photoshop ឬក៏កម្មវិធីអី Canva ហើយនិង Photoshop វាការ design វាដូចគ្នាទេនឹងកម្មវិធីផ្សេងៗទៀតប៉ុន្តែគាត់ថា Canva គឺមានចំណុចងាយស្រួលប្រើសាមញ្ញណាជាងហើយវាស្រួលអាចនិយាយថាអាចស្រួលរៀនជាងអញ្ចឹងវាមានគំរូស្រាប់ហើយក៏យើងអាចមានជំរើសច្រើនសម្រាប់យើងណាធ្វើការងារលឿនគឺថាយើងចង់ design poster មួយប៉ុស្តិ៍នៅលើ Facebook យើងគ្រាន់តែចូលទៅកាន់ Canva យើងអាច search ស្វែងរកមើលគំរូណាដែលយើងពេញចិត្តហើយយើងអាចយកវាមកកែលឿនជាងធ្វើការនៅក្នុង Photoshop វាមានគំរូដែលយើងត្រូវការស្រាប់ពេលដែលយើងចូលទៅធ្វើការប្រើប្រាស់ Canva ណាយើងត្រូវតែបង្កើតនៅគណនី Canva មួយប៉ុន្តែមុននឹងបង្កើតគណនី Canva នឹងទៀតគឺយើងត្រូវតែចូលទៅ download ណា Canva ដើម្បី install នៅលើ computer របស់យើងឬក៏យើងអាចប្រើជា website ក៏បានគឺនៅក្នុងនេះខ្ញុំបាន install Canva ដាក់នៅលើ computer របស់ខ្ញុំរួចហើយយើងអាចចូលទៅដើម្បី install បានយើងអាចចូលទៅកាន់ Google ណាបន្ទាប់មកយើងធ្វើការស្វែងរកណាវាពាក្យថា Canva for PC អញ្ចឹងដែរយើងនឹងឃើញពាក្យថា Canva for Windows Desktop Application នេះយើងចុចលើវាយើងអាចធ្វើការ download ពេលដែលយើង download ហើយយើងអាច click file ហ្នឹងដើម្បីដំឡើងវាលឿនទេក្នុងការ install ឬក៏មួយទៀតយើងអាចចូលទៅកាន់ website តែម្ដងយើងអាចវាយ canva.com នេះគឺជាការប្រើនៅលើ Canva របស់យើងនៅលើ website របស់យើងអញ្ចឹងយើងចូលទៅនឹងទៅគឺយើងអាចធ្វើការប្រើបានដែរដូចគ្នាជាមួយនឹងផ្ទាំង application ដែរផ្ទាំង desktop ដែរប៉ុន្តែក្នុងលក្ខខណ្ឌមួយបើសិនបើយើងអត់ភ្ជាប់ទៅកាន់អ៊ីនធឺណិតទេ template របស់យើងផ្ទាំងគំរូរបស់យើងនឹងវានឹងមានតិចជាងយើងភ្ជាប់ទៅកាន់ template ឬក៏ម្យ៉ាងទៀតបើសិនបើយើងប្រើ free វាមានតិចជាងដែលយើងទិញ license ឬក៏Canva Pro ចឹងខ្ញុំបញ្ជាក់ហ្នឹងតាក់ទងជាមួយនឹងការទាញយកកម្មវិធីមកប្រើប្រាស់ហើយយើង register ដើម្បី register បានគឺយើងត្រូវតែមាន email មួយណាយើងនឹងចេញ sign up ទៅណាយើងអាច log out នៅកន្លែងនេះ
ពេលដែលយើង log out នៅកន្លែងហ្នឹងវានឹងចាក់ចេញយើងអាចណាវាយើងមាន email យើងវា email របស់យើង continue ដើម្បីធ្វើការ register ដោយឡែកណាដើម្បីប្រើ license បានយើងអាចប្រើ email របស់យើងហ្នឹងដើម្បីធ្វើការទិញណាដើម្បីឲ្យគេ register ចូលនៅក្នុងCanva ណាហើយតាក់ទងជាមួយនឹងតម្លៃបើសិនបើយើងទិញតាម Canva ហ្នឹងតែម្ដងណាគឺយើងអាចចុចនៅកន្លែងនេះមើលបានណានេះជាតម្លៃ Canva Pro $55ក្នុងមួយឆ្នាំណាសម្រាប់មនុស្សម្នាក់ប៉ុន្តែវានឹងមាន powerful design ផ្សេងមួយទៀតអា Canva Theme នេះ$50ក្នុងបាទម្នាក់ដូចគ្នាណាអញ្ចឹងយើងអាច register យកហ្នឹងប៉ុន្តែអ្វីដែលខ្ញុំបានឲ្យណាអ្នកយកទៅប្រើហ្នឹងគឺយើងប្រើ Canva Theme យើង register រួមគ្នាបាទដែលវាធូរថ្លៃដែលយើងអាចប្រើបានរយៈពេលច្រើនឆ្នាំដែរបាទណាអញ្ចឹងនៅក្នុងហ្នឹងយើងប្រើរួមគ្នាហើយអ្វីដែលយើងមានហ្នឹងគឺនៅក្នុង team យើង upload គឺយើងអាចទាញរាល់ resource ណាឬក៏អ្វីដែលគេបាន design ហ្នឹងយកមកប្រើហ្នឹងខ្ញុំនឹងបញ្ចូលនៅមេរៀនក្រោយៗទៀតបាទយើងត្រឡប់មកវិញតាក់ទងជាមួយនឹង Canva របស់យើងអញ្ចឹងមិញខ្ញុំបានបញ្យល់ពាក់ព័ន្ធជាមួយនឹងការបង្កើតគណនីក៏ដូចជាការទាញយកកម្មវិធីមកប្រើប្រាស់បាទបើតាមខ្ញុំដឹងហ្នឹងគឺយើងបានធ្វើរួចអស់ហើយឥឡូវយើងមកស្វែងយល់ពី home page មានន័យថាទំព័រដើមនៅពេលដែលយើងចូលមកកាន់ Canva នេះណាតើយើងចូលមកកាន់ Canva នេះទំព័រដើមនេះមានអីខ្លះទៅលើទំព័រដើមរបស់ Canva យើងជាទូទៅយើង log ចូលមកយើងឃើញផ្ទាំងនេះដំបូងគេផ្ទាំងដំបូងគេយើងនឹងឃើញនៅលើនេះបាទខ្ញុំសូមបើកជា desktop ទៅណាបាទជាកម្មវិធីនៅក្នុងកុំព្យូទ័រទៅអញ្ចឹងយើងនឹងឃើញផ្ទាំងដំបូងគេនេះហើយនៅកន្លែង tray 3នេះណាគឺជាកន្លែងផ្ទុកនៅមុខងារផ្សេងមាន file មាន edit view tab ទាំងអស់នេះខ្ញុំនឹងបញ្យល់ម្ដងមួយបាទនៅពេលនៅក្នុងវីដេអូក្រោយៗទៀតប៉ុន្តែឲ្យយល់មានសេចក្ដីខ្លះសិននៅលើនេះណាហើយនេះគឺតាក់ទងជាមួយនឹង menu របស់យើងអានេះ open ទៅកាន់ Canva ឬក៏បច្ចេកដែលយើងបានធ្វើពីមុនមកណាហើយយើងចុចត្រឡប់មកវិញមកសម្រាប់កន្លែងនេះគឺយើងប្រើសម្រាប់បង្កើតនៅណាការ design របស់យើងមួយហើយការបង្កើតនៅការ design វាមានចង់បង្កើតជា email ណាទូប័ណ្ណបង្ហាញពួក social media photo video document whiteboard នេះគឺមាននៅក្នុងនឹងទាំងអស់ដែលយើងនឹងរៀននៅពេលក្រោយយើងមានជាលក្ខណៈបាទយើងចង់ចូលទៅ home វិញយើងចុចអានេះប៊ូតុងនេះគឺសម្រាប់ទៅកាន់ home វិញណាហើយតាក់ទងមួយបច្ចេករបស់យើងនេះណាអញ្ចឹងនៅពេលដែលយើងចង់ធ្វើនេះជាបច្ចេកដែលយើងទើបនឹងធ្វើថ្មីយើងអាច search រាល់បច្ចេកដែលយើងបានធ្វើនោះដើម្បីយកវាមកប្រើការម្ដងទៀតឬក៏យកវាមកកែប្រែផ្សេងទៀតយើងអាច upload រាល់បច្ចេកដែលយើងបានធ្វើចេញពីកម្មវិធីផ្សេងបានណានៅក្នុងនេះជារូបបានខ្ញុំបន្តទៀតនេះចំណុចមួយនេះគឺយើងហៅថា template ណាគេសម្រាប់កន្លែង template នេះហ្នឹងគឺសម្រាប់ស្វែងរកអញ្ចឹង template យើងមានចង់ធ្វើអីឧទាហរណ៍ថាឥឡូវខ្ញុំចង់ធ្វើជា resume ឬក៏ CV នេះណាអូខេចឹងខ្ញុំចុចនៅលើអានេះមកអញ្ចឹងវាមានប្រភេទ resume template ច្រើនណាសម្រាប់យើងមើលយើងមានច្រើនអញ្ចឹងយើងគ្រាន់តែចង់បានវាយើងគ្រាន់តែคลิกនៅលើវាមកបាទអញ្ចឹងនៅក្នុងនេះយើងអាចបញ្ជាក់បន្តិចណាបើសិនបើយើងបានទិញណាអូខេlicense របស់វាឬក៏បាន register ដើម្បីប្រើប្រាស់ full ណា Canva Pro ឬក៏ Canva Theme យើងអាចធ្វើការបានណាប៉ុន្តែបើសិនបើយើងប្រើ free ពេលខ្លះអត់មានទេណាអត់មានគំរូនឹងទេអញ្ចឹងវាអាចអានេះជាការខុសប្លែកគ្នាដែរអានេះគឺពេលដែលចូលមកយើងអាចកែប្រែកន្លែងអត្ថបទណាដែលជាយើងចង់ធ្វើការផ្លាស់ប្ដូរអានឹងយើងធ្វើការផ្លាស់ប្ដូរវាទៅលម្អិតនៅពេលក្រោយបាទបញ្ជាក់លម្អិតនៅពេលក្រោយម្ដងទៀតខ្ញុំអាចចុចបិទអានេះខ្ញុំចូលមកកាន់ home វិញអញ្ចឹងយើងបន្តទៀតតាក់ទងជាមួយនឹង template ប៉ុណ្ណឹងហើយនៅកន្លែងនេះគឺកន្លែង brand នេះមានន័យថាកន្លែង set up ណា set up អ្វីដែលជាកម្មសិទ្ធិរបស់យើង
យើងអាចឧទាហរណ៍ថានៅក្នុង new text នេះខ្ញុំអាច set up logo សិក្សាខ្ញុំអាច set up ពណ៌របស់ខ្ញុំ font ដែលខ្ញុំចង់ប្រើ font title អីគេ subtitle អីគេ heading អីគេណាចំណងជើងយើងប៉ុន្តែកន្លែង brand ហ្នឹងគឺយើងនឹងយកវាទៅប្រើនៅពេលដែលយើង design យើងអាច set up ទុកឲ្យហើយឧទាហរណ៍ថាឥឡូវខ្ញុំត្រូវការ logo អញ្ចឹងខ្ញុំចូលទៅ brand ហ្នឹងខ្ញុំអាចទាញ logo ហ្នឹងបាទអានេះតកតងមួយ Canva AI យើងចង់បានអីយើងសួរយើង describe ដូចយើងប្រើនៅលើ chat GPT អីចឹងតកតងមួយនេះ app នេះមានន័យថាម៉េច app នេះគឺជា app ជំនួយណាដែលយើងថាចង់បាន front frame style បែបនេះណាយើងអាចយកវាមកប្រើបញ្ជាក់ម្ដងហើយម្ដងទៀតនេះគ្រាន់តែជាពន្យល់ត្រួសនៅលើផ្ទាំង home ទេប៉ុន្តែការប្រើប្រាស់វាគឺខ្ញុំនឹងពន្យល់នៅវីដេអូមួយតាមក្រោយទៀតថាតើ app នឹង download វាហើយយើងយកមកប្រើបែបម៉េចយើងយកមកធ្វើម៉េចនៅក្នុង Canva ហ្នឹងអូខេអានេះសិតតែជា tool ផ្សេងទៀតខ្ញុំសូមពន្យល់ប៉ុណ្ណេះនេះគ្រាន់តែ notification ទេអានេះគឺជាកន្លែង profile របស់យើងបាទតើយើងបាន login ជាមួយនឹង email អីហើយយើងអាចចុចនៅលើនេះយើងចង់ add account ផ្សេងទៀតបានណាអូខេយើងចង់ចាក់ចេញយើងអាចចាក់ចេញបាននៅត្រង់នេះបាទសម្រាប់មេរៀនទី1គឺខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងណាហើយយើងអាចបើក Canva ហើយធ្វើការ review វានៅលើនឹងថាមានស្អីហ្នឹងណាដើម្បីឲ្យយើងផ្សំជាមួយវាបន្តិចសម្រាប់មេរៀន